វប្បធម៌ខ្មែរគឺជាព្រលឹងជាតិដែលមានតម្លៃមហាសាលប្រមាណកាត់ថ្លៃបានបច្ចុប្បន្នគឺសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងនេះហើយដែលបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ប្រជាណាចក្រកម្ពុជាល្បីរន្ទឺសុសសាយនៅទូទាំងពិភពលោកស័ក្តិសមនឹងកម្ពុជាប្រជាណាចក្រនៃវប្បធម៌ទិវាវប្បធម៌ជាតិ3មីនាគឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាដើម្បីរំលឹកដល់គុណតម្លៃសិល្បៈវប្បធម៌ដ៏សម្បូរបែបអរិយធម៌ដ៏រុងរឿងដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយអបអរសាទរទិវាវប្បធម៌ជាតិ3មីនាលើកទី28ឆ្នាំ2026ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនជំនាន់ក្រោយក៏ដូចជាប្រជាជាតិទាំងមូលត្រូវមានមនសិការស្រឡាញ់ការពារកេរដំណែលវប្បធម៌ដូនតានិងត្រូវចូលរួមលើកដង្កើងតម្លៃវប្បធម៌អរិយធម៌និងទំនៀមទម្លាប់ប្រពៃណីជាតិដោយពាក្យស្លោកបានពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពង្រាយជាតិថ្កើងថ្កានកម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប